ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះជួបជាមួយនឹងនាងខ្ញុំទៀតហើយគឺដំណើរកំសាន្តរបស់នាងខ្ញុំនៅជុំវិញផ្ទះចាឥឡូវនេះនាងខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅដើរលេងកំសាន្តជាមួយនឹងនាងខ្ញុំគឺទៅលេងទឹកសមុទ្រទឹកសមុទ្រនៅផ្ទះរបស់នាងខ្ញុំគឺអត់ដូចជាទឹកសមុទ្រនៅកំពង់សោមទេបងប្អូនចានាងខ្ញុំចង់ប្រាប់ថាទឹកសមុទ្រនេះគឺអំណោយពីធម្មជាតិចាបងប្អូនទាំងអស់គ្នាឃើញទេចាគឺយើងធ្វើដំណើរមកពីផ្ទះរបស់នាងខ្ញុំមកដល់តំបន់ដែលយើងកំសាន្តហ្នឹងនៅជើងភ្នំហ្នឹងខាងមុខផ្ទះនាងខ្ញុំទេជិះមកប្រហែលជា15នាទីចា15នាទីនេះគឺយើងមកដល់កន្លែងហ្មងបងប្អូនអូយនាងខ្ញុំចង់ប្រាប់ថានាងខ្ញុំអត់អាចទៅដល់កំពង់សោមឬក៏កែបសមុទ្រកែបសមុទ្រកោះកុងទេប៉ុន្តែនាងខ្ញុំមានសមុទ្រនៅក្បែរផ្ទះអូយអស្ចារ្យមែនបងប្អូនសមុទ្រដែលនៅផ្ទះរបស់នាងខ្ញុំនេះចង់ជម្រាបថាមានតែនៅរដូវវស្សាទេអញ្ចឹងគេហៅថាសមុទ្រនៃរដូវវស្សាចាគឺសមុទ្រនៃរដូវវស្សាគឺនៅផ្ទះរបស់នាងខ្ញុំចាប់ផ្ដើមពីខែភ្លៀងរហូតដល់ខែរាំងចាគឺដល់ខែប្រាំងហ្នឹងគឺនាងខ្ញុំអស់ទឹកសមុទ្រដែរអញ្ចឹងនាងខ្ញុំអាចនាំបងប្អូនមកកំសាន្តជាមួយនាងខ្ញុំនៅរដូវវស្សាចាហើយនេះគឺជាទិដ្ឋភាពនៅជុំវិញតំបន់សមុទ្រគឺតំបន់សមុទ្ររបស់នាងខ្ញុំបងប្អូនហ្នឹងហើយបងប្អូនមើលហើយនេះចាគឺនិយាយថាទឹកសមុទ្រដែលនៅចិត្តផ្ទះរបស់នាងខ្ញុំនេះគឺអត់មានសម្រាមទេគឺនាងខ្ញុំភ្ញាក់ផ្អើលមែនតើគឺដំបូងមកដល់គឺមានសម្រាមតិចតួចអញ្ចឹងទៅពួកយើងនាំគ្នាជួយសម្អាតទឹកសមុទ្រនឹងឲ្យស្អាតដើម្បីឲ្យខ្យល់ហើយនឹងទឹករបស់យើងនឹងវាល្អបរិសុទ្ធយើងអាចងូតលេងកំសាន្តបងប្អូនឃើញអញ្ចឹងមានកន្លែងខ្លះជ្រៅបងប្អូនចាមានកន្លែងខ្លះជ្រៅមានកន្លែងខ្លះរាក់អញ្ចឹងនាងខ្ញុំគឺអាចចុះទៅខាងកន្លែងណាដែលរាក់ទេចំណែកដែលខាងណាដែលជ្រៅអញ្ចឹងគឺអត់ទាន់សម្រេចចិត្តថាទៅដល់ឯគឺមកខាងហ្នឹងនោះបងប្អូនចានៅមកខាងទៀតនោះគឺនាងខ្ញុំអត់ចានោះខាងបងប្អូនមើលទៅឃើញលំហ្នឹងចាខាងហ្នឹងខាងក្រោយខ្នងបងស្រីនាងខ្ញុំនេះចាគឺជ្រៅទៀតចាអញ្ចឹងនាងខ្ញុំគឺអត់អាចសម្រេចចិត្តថាឆ្លងកាត់កន្លែងដែលជ្រៅនឹងទេគឺយើងសាកបងតែរាក់សិននេះណាបងប្អូនចាដល់វគ្គក្រោយទៀតបើសិនជាយើងត្រូវទៅយកពងទៅពួកឲ្យយើងចង់ដឹងថាវាមានជម្រៅប៉ុណ្ណាអញ្ចឹងបងប្អូនចាដោយសារតែនាងខ្ញុំមានគ្នាច្រើនមានទាំងចាស់មានទាំងក្មេងចាអញ្ចឹងនៅពេលដែលថ្ងៃអាទិត្យអញ្ចឹងគឺយើងណាត់ជួបគ្នាទៅដើរលេងឯងបងប្អូនចាគឺយើងអត់ទៅណាឆ្ងាយគេទៅលេងសមុទ្រហ្នឹងមកបើមិនទៅលេងសមុទ្រទេគឺទៅលេងភ្នំចាបើមិនភ្នំទេគឺវាលស្រែចាហើយខាងមុខនោះទៀតនៅពេលដែលយើងឆ្លងកាត់ពីទឹកសមុទ្រនេះគឺមានទួលចានៅពេលដែលមានទួលឡើងហើយនៅខាងមុខទួលចុះពីជម្រាលជើងភ្នំនឹងទៀតគឺមានវាលស្រែបងប្អូនចាហើយនាងខ្ញុំគិតថាឥឡូវនេះគឺនាងខ្ញុំនាំបងប្អូនមកជួបជាមួយនាងខ្ញុំអំពីទឹកសមុទ្រចាហើយបន្ទាប់ពីនឹងមកនាងខ្ញុំនឹងនាំបងប្អូនទៅមើលវាលស្រែម្ដងវាលស្រែជាប់នឹងជើងភ្នំបងប្អូនចាកាលពីរដូវវស្សានាងខ្ញុំអត់បានធ្វើជាវីដេអូសម្រាប់រដូវវស្សាទេគឺព្រោះថាទឹកជន់បងប្អូនដាច់ផ្លូវដល់ហើយនាងខ្ញុំអត់មានការប៉ិនប្រសពនៅក្នុងការជិះម៉ូតូសោះទៅម្ដងណាក៏ដួលដែរវីដេអូគឺអត់បានទេដាច់កណាត់ហើយនាងខ្ញុំអត់ដែរបានវីដេអូនៅខែវស្សាដែរចានៅពេលណាដែលមានឱកាសម្ដងនាងខ្ញុំនឹងធ្វើជាវីដេអូសម្រាប់រដូវវស្សានៅខាងកើតភ្នំចាតែឥឡូវនេះគឺវាចិត្តរដូវលំហើយបងប្អូនចាចិត្តចូលដល់រដូវយើងហៅថារដូវរងាបងប្អូនចាអញ្ចឹងអានេះគឺក្នុងគណៈពេលនេះគឺនៅក្នុងអំឡុងខែ10ចាអំឡុងខែ10ចាគឺអត់ទាន់ដាច់ខែទេអ
ចឹងនៅពេលដែលដាច់ពីរដូវដាច់ពីអំឡុងខែ10នេះទៅគឺចូលដល់ខែ11ចាអញ្ចឹងស្រែហើយនឹងស្រូវនឹងគឺមានសភាពដូចជារៀងព្រៀងបងប្អូនចាអញ្ចឹងនាងខ្ញុំនឹងធ្វើជាវីដេអូសម្រាប់រដូវកាលច្រូតកាត់ចាវាស្រែពណ៌មាសហើយនឹងរដូវដែលច្រូតហើយអញ្ចឹងបងប្អូនចាឥឡូវនេះគឺគ្រាន់តែនាំបងប្អូនមកជួបជាមួយនឹងទឹកសមុទ្រសមុទ្រតូចដែលនៅក្បែរផ្ទះគឺរដូវវស្សាបងប្អូនឃើញអញ្ចឹងពេលដែលយើងហត់ពីការងារអញ្ចឹងណាត់ជួបគ្នាថ្ងៃអាទិត្យគឺសប្បាយហ្មងចាបងប្អូនសម្រាប់យើងដែលដូចថាមិនសូវមានថវិកាណាមួយយើងចង់ណែនាំអំពីរដូវវស្សានៅជិតផ្ទះអញ្ចឹងថាតំបន់ភ្នំវាមានអីខ្លះអញ្ចឹងណាចាអញ្ចឹងនេះខ្ញុំធ្វើជាវីដេអូសម្រាប់ក្នុងរយៈពេលខែ10អញ្ចឹងខ្ញុំមានវីដេអូនេះសម្រាប់ចែកជូនដល់បងប្អូនទាំងអស់គ្នាចាបើសិនជាបងប្អូនទាំងអស់គ្នាចង់មកកំសាន្តសមុទ្រខែវស្សារបស់នាងខ្ញុំអាចប្រាប់ឲ្យនាងខ្ញុំបានខមមិននៅខាងក្រោមប្រាប់ថាចង់មកលេងទឹកសមុទ្ររបស់នាងខ្ញុំនៅខែវស្សានាងខ្ញុំអាចនាំបងប្អូនមកលេងបានមកបង្ហាញទីតាំងផ្ទាល់ហ្មងហើយនេះអត់មាននាងខ្ញុំអត់មានថែមពណ៌ថែមកឡអីណាបងប្អូនគឺទឹកហើយនឹងមេឃគឺពណ៌ដូចគ្នាតែហ្មងហើយពួកខ្ញុំសប្បាយចិត្តណាស់ទៅពេលបានថ្ងៃអាទិត្យបានជួបគ្នាម្ដងបងប្អូនសប្បាយចិត្តមែនតើចាពួកអីតាដល់ថ្ងៃអាទិត្យđấyគឺណាត់ជួបគ្នាមកលេងទឹកសមុទ្រដែរហើយអូនខ្លះគាត់មើលគោក៏ឃ្វាលគោឃ្វាលក្របីមានប្រប៉ែមានជាមអីចឹងទៅគឺយើងមកណាត់ជួបគ្នាមកលេងទឹកសមុទ្រទៅបងប្អូនចាទៅគឺយើងរស់បែបជីវិតនៅស្រុកស្រែបងប្អូនចារបៀបអ្នកចំការអ្នកភ្នំនិយាយទៅនាងខ្ញុំហ្នឹងគឺរួមគ្នាទាំងអស់ហ្មងគឺមានទាំងស្រែមានទាំងចំការតំបន់ព្រៃភ្នំចាគឺគ្រប់ហ្មងនាងខ្ញុំគឺគ្រប់មួយសេតហ្មងចាបងប្អូនដល់ពេលដែលយើងលំហើយពីការងារចឹងទៅយើងណាត់ជួបគ្នាទៅលេងទឹកសមុទ្រចឹងទៅបើមិនចឹងទេយើងណាត់ជួបគ្នាទៅខាងកែបភ្នំចឹងទៅចាដូចជាវីដេអូមុននាងខ្ញុំបានធ្វើជាវីដេអូជូនបងប្អូនទស្សនាម្ដងហើយចាអំពីនៅការដើរកម្សាន្តនៅខាងកែបភ្នំតែនេះយើងវិលមកជួបជាមួយនាងខ្ញុំនឹងការមកកម្សាន្តទឹកសមុទ្របងប្អូនមានអារម្មណ៍មិនដែរនាងខ្ញុំអត់បានថែមពណ៌ទេមើលចាស់បងប្អូនគឺយើងបានមកពីធម្មជាតិពិតហ្មងចាស់គឺទឹកភ្លៀងគឺបន្សល់ឲ្យយើងនៅនាងខ្ញុំនិយាយថាគេហៅថាអស្ចារ្យហ្មងបងប្អូនចាចឹងហើយប្រទេសខ្មែរយើងគឺមានគ្រប់ទាំងអស់ហ្មងបងប្អូនយើងមានទាំងទឹកដីមានទាំងគ្រប់រដូវកាលធម្មជាតិគឺយើងមានទាំងអស់ហ្មងប្រទេសខ្មែរយើងគឺសម្បូររុងរឿងដោយសារធម្មជាតិចាធម្មជាតិគឺអំណោយផលហ្មងបងប្អូនចាបងប្អូនមើលឲ្យតែថ្ងៃអាទិត្យចានិយាយទៅពួកនេះខ្ញុំឲ្យតែថាថ្ងៃអាទិត្យគឺដឹងតែណាត់ជួបគ្នាចាអញ្ចឹងនាងខ្ញុំធ្វើជាវីដេអូនេះគឺចង់បង្ហាញជូនឲ្យបងប្អូនទាំងអស់គ្នាទស្សនាពីការដើរកម្សាន្តរបស់នាងខ្ញុំនៅជុំវិញផ្ទះនាងខ្ញុំអត់បានទៅណាឆ្ងាយទេបើសិនជាមានឱកាសនាងខ្ញុំនឹងធ្វើអំពីការដើរកម្សាន្តដូចជាទៅសមុទ្រខាងកំពង់សោមកោះកុងឬក៏សមុទ្រកែបអីចឹងណាបងប្អូនប៉ុន្តែអានេះគឺនាងខ្ញុំនៅត្រឹមតែសមុទ្រនៅក្បែរផ្ទះទេចាអញ្ចឹងហើយនេះជាឱកាសល្អរបស់នាងខ្ញុំធ្វើវីដេអូសម្រាប់ឲ្យបងប្អូនទាំងអស់គ្នាទស្សនាទាំងអស់គ្នាថាសមុទ្ររបស់នាងខ្ញុំគឺសមុទ្រដែលបានមកពីធម្មជាតិនៅរដូវវស្សាអញ្ចឹងនាងខ្ញុំដាក់ឈ្មោះឲ្យថាគឺសមុទ្ររដូវវស្សាចាដល់ពេលដែលរដូវរាំងចានាងខ្ញុំនឹងធ្វើវីដេអូបង្ហាញបងប្អូនអំពីសមុទ្រនៅរដូវខែប្រាំងរបស់នាងខ្ញុំគឺកន្លែងដដែលកន្លែងដដែលប៉ុន្តែក៏នៅថាយើងខុសគ្នាអំពីខែប្រាំងនិងខែវស្សាចាបងប្អូនអញ្ចឹងនាងខ្ញុំចង់ជម្រាបប៉ុណ្ណឹងទេសូមអរគុណបងប្អូនទាំងអស់គ្នាចំពោះការតាមដានថ្ងៃក្រោយនាងខ្ញុំនឹងជួបជា
ជាមួយនឹងបងប្អូនម្ដងទៀតនេះគឺជាការវិលត្រ